លោកចិនភីកសិករចិញ្ចឹមបង្កងនៅខេត្តព្រៃវែងបានចាត់ទុកថាបង្កងអូស្ត្រាលីកំពុងតែមានទីផ្សារល្អបង្កងអូស្ត្រាលីដែលជាប្រភេទបង្កងនាំចូលនៅតែបន្តមានទីផ្សារល្អដែលព្រមទាំងអាចលក់បាននៅក្នុងតម្លៃសមរម្យនេះបើយោងតាមលោកចិនភីដែលជាម្ចាស់ស្រែបង្កងអូស្ត្រាលីស្ថិតនៅក្នុងភូមិដូនវាលឃុំក្តឹងរាយស្រុកកញ្ជ្រៀចខេត្តព្រៃវែងដែលបានប្រាប់ទទួលអនឡាញ RDB កាលពេលថ្មីៗនេះលោកចិនភីបានបញ្ជាក់ទៀតថាលោកបានចាប់យករបរចិញ្ចឹមបង្កងប្រភេទបង្កងអូស្ត្រាលីនេះគឺមានរយៈពេលជាង3ឆ្នាំមកហើយព្រោះថាកន្លងទៅលោកបានមើលឃើញថាទីផ្សារល្អនិងលក់ក្នុងតម្លៃសមរម្យបើចំពោះទីផ្សារវិញលោកបានរៀបរាប់ថាបានលក់ទៅឲ្យអតិថិជនរបស់លោកនៅទូទាំង25ខេត្តក្រុងក្នុងប្រទេសកម្ពុជាក្នុងនោះគឺមានទីផ្សារទំនើបពូជនីយដ្ឋានជនជាតិចិនដែលបានកំពុងតែធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាផងដែរបន្តែពីនេះលោកបានអះអាងថាទោះបីជាកសិករផ្សេងទៀតដែលកំពុងតែចិញ្ចឹមបង្កងប្រភេទនេះដែរក៏មិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅពេលបច្ចុប្បន្ននៅឡើយទេដូច្នេះសូមស្ដាប់ការលើកឡើងរបស់កសិករឈិនភីដូចតទៅបាទបកងអូតូលីបើសម្រាប់ខ្ញុំចំណុចហ្នឹងក៏មានអ្នកសួរដែរថាគាត់ខ្លះឆ្ងល់ថាខ្ញុំមិនដែលឃើញខ្ញុំលក់ទេហើយមិនក៏ខ្ញុំដំណើរការទៅមុខបើខ្ញុំគ្មានទីផ្សារវាអត់ទៅមុខទេវាអត់មានប្រាក់ចំណូលយកមកដើម្បីផ្គត់ផ្គង់លើវាវិញទេព្រោះការចំណាយក្នុងមួយខែហ្នឹងវាគួរសមដែរសម្រាប់យើងអ្នកស្រែអញ្ចឹងណាបាទទីផ្សារមានបងហើយល្អទៀតបាទបញ្ជាក់អញ្ចឹងឲ្យច្បាស់ថាទីផ្សារបកងអូតូលីនេះហើយនឹងបកងដៃវែងនេះក៏គេមានទីផ្សាររបស់គេដែរគេមានដូចគ្នាមិនមែនអត់ទីផ្សារចេះតែធ្វើទេបាទលោកចិនភីបានរៀបរាប់ថាដោយសារតែតម្រូវការទីផ្សារនេះហើយលោកមានបំណងពង្រីកផ្ទៃដី1ហិកតានៃការចិញ្ចឹមបង្កងប្រភេទនេះបន្ថែមទៀតពីព្រោះថាបច្ចុប្បន្ននេះគឺលោកមានផ្ទៃដីចិញ្ចឹមត្រឹមតែ42អាដែលត្រូវបានបែងចែកចេញជាស្រះដែលមានចំនួន4ហើយអាចប្រមូលផលបង្កងបានប្រមាណជា300គីឡូក្រាមក្នុងមួយស្រះលោកបានអះអាងថាបង្កងអូស្ត្រាលីរបស់លោកគឺនៅពេលបច្ចុប្បន្ននេះអាចលក់ចេញទៅកាន់ទីផ្សារបានតម្លៃចន្លោះពី$13ទៅ$15ក្នុង1គីឡូក្រាមហើយតម្លៃនេះអាចទទួលយកបានពីព្រោះថាកូនបង្កងលោកជាអ្នកភ្ញាស់គឺដោយខ្លួនឯងហើយមិនមានការបញ្ជាទិញកូនបង្កងមកពីខាងក្រៅនោះទេតើតើត្រង់ការចិញ្ចឹមបង្កងអូស្ត្រាលីដែរលោកបានរៀបរាប់ថាមានភាពងាយស្រួលក្នុងរយៈពេលខ្លីនៅក្នុងមួយឆ្នាំអាចប្រមូលផលបាន2ដងដោយសារតែលោកមានជំនាញច្បាស់លាស់នៅក្នុងការបង្កាត់ពូជនិងភ្ញាស់កូនជាពិសេសគឺមានជំនាញបច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ចឹមបង្កងប្រភេទនេះទោះបីជាយ៉ាងណាក៏ដោយកសិករខាងលើបានរៀបរាប់ថាប្រសិនជាមានការរៀបចំប្រព័ន្ធទឹកហេដ្ឋារចនាសម្ព័ន្ធស្រះចិញ្ចឹមមានទឹកចេញចូលបានល្អគឺអាចប្រមូលផលបាន3ដងឯនោះក្នុងមួយឆ្នាំជាមួយគ្នានោះដែរកសិករខាងលើបានបញ្ជាក់ថាប្រសិនបើកសិករដទៃទៀតមានបំណងចង់ចិញ្ចឹមបង្កងអូស្ត្រាលីនេះត្រូវតែមានចំណេះដឹងឲ្យបានច្បាស់លាស់ពីបច្ចេកទេសចិញ្ចឹមនិងតម្រូវការទីផ្សាររបស់វាផងដែរពីព្រោះថាបើគ្មានលក្ខខណ្ឌទាំងនេះគឺការចិញ្ចឹមបង្កងរបស់ពួកគាត់គឺនឹងនាំឲ្យខាតពេលវេលាផងនិងខាតទាំងថវិកាផងអរគុណដល់ក្រសួងកសិកម្មឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាទលោកបានជួយជ្រោមជ្រែងមកលើរូបខ្ញុំបាទច្រើនណាស់បាទជួយទាំងស្រុងតែម្ដងបាទសូមអរគុណសូមគោរពលា